អបអសាទរប្រទេសកម្ពុជានៅពេលនេះកម្ពុជាយើងបានទទួលនៅនាវាចម្បាំងដំបូងគេបង្អស់ដែលមានពីហុមុខងារនោះគឺនាវាចម្បាំងដ៏សែនសាហាវ 066C នឹងត្រូវប្រគល់ជូនកម្ពុជាតែការមកដល់នៃនាវាចម្បាំងប្រភេទនេះនៅមិនទាន់បានកំណត់ថាមកដល់ថ្ងៃណានៅឡើយនោះទេបើតាមឯកឧត្តមនាយឧត្តមសេនីយ៍សំសុខាមេបញ្ជាការរងកងទ័ពជើងទឹករបស់កម្ពុជាការទទួលបាននាវាចម្បាំងប្រភេទ 056C នោះនឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាបន្ថែមមួយកម្រិតទៀតយ៉ាងណាក៏ដោយលោកមិនអាចបញ្ជាក់ថានាវាចម្បាំងនេះមកដល់កម្ពុជានៅថ្ងៃណានោះទេខណៈដែលកងកម្លាំងកម្ពុជាប្រមាណជា70នាក់កំពុងទទួលការបណ្ដុះបណ្ដាលនៅក្នុងប្រទេសចិនផ្ទាល់ការអធិប្បាយរបស់លោកសំសុខាយ៉ាងដូចនេះធ្វើឡើងបន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិកម្ពុជាគឺលោកទាបាញ់បានសរសេរនៅលើគេហទំព័រ Facebook របស់លោកកាលពីថ្ងៃទី3ខែតុលាឆ្នាំ2026លោកបានឆ្លៀតទៅពិនិត្យនាវា Frigate ទី1នាវាចម្បាំងកាលពីថ្ងៃទី20កញ្ញាឆ្នាំ2025បើតាមលោកទាបាញ់នាវា Frigate ដែលជាគម្រោងជំនួយរបស់យោធាចិនជូនមកដល់កម្ពុជាត្រូវបានដំឡើងរួចព្រមទាំងបានបើកសាកល្បងបច្ចេកទេសបានយ៉ាងល្អប្រសើរទន្ទឹមនឹងគ្នានេះដែរលោកទាបាញ់ក៏បានប្រាប់ឲ្យដឹងថាដំណើរការនៃការសាងសង់នាវាទី2សម្រេចបានលទ្ធផល 50% ហើយតាមមុខងាររបស់នាវាចម្បាំងប្រភេទ 056C នាវាចម្បាំងខ្នាតតូចនេះមានសមត្ថភាពផ្ទុកសម្ភារៈបានរហូតទៅដល់ 1300 តោនហើយមានប្រព័ន្ធបាញ់គ្រាប់កាំភ្លើង71មីលីម៉ែត្របានយ៉ាងឆាប់រហ័សនិងកាំភ្លើងគ្រាប់30មីលីម៉ែត្រចំនួន2កាណុងនេះគឺជានាវាបំពាក់ទៅដោយកាំជ្រួចប្រឆាំងនាវាដទៃទៀតនិងគ្រាប់បែកប្រឆាំងនាវាទំហំ324មីលីម៉ែត្រហើយនឹងប្រព័ន្ធបាញ់កាំជ្រួចការពារដែនអាកាសនាវាប្រភេទ 056C ក៏មានសមត្ថភាពទទួលការចុះចតរបស់ឧទ្ធម្ភាគចក្រសិត9ផងដែរប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាគឺលោកបណ្ឌិតកិនភាប្រាប់ទៅកាន់អ្នកសារព័ត៌មានរបស់កម្ពុជាថាប្រទេសចិនអាចចូលរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកកម្ពុជាផងដែរប៉ុន្តែលោកថាកម្ពុជាត្រូវបានធ្វើទំនើបកម្មវិស័យការពារជាតិនិងពង្រឹងសមត្ថភាពរបស់ខ្លួនឯងបន្ថែមទៀតដើម្បីមានសមត្ថភាពគ្រប់គ្រាន់អាចឆ្លើយតបការឈ្លានពានរបស់ប្រទេសជិតខាងមកលើដែនអធិបតេយ្យភាពរបស់ខ្លួន